អូខេអ្នកទាំងអស់គ្នាមានឆ្ងល់អត់ថាហេតុអីទូរស័ព្ទ iPhone របស់អ្នកទាំងអស់គ្នាប្រើសុកកន្លែង sign out របស់ iCloud វាលែងឲ្យចុច sign out ចេញតែម្ដងគឺវាចេញបែបនេះហើយអ្នកទាំងអស់គ្នាមានឆ្ងល់អត់ក៏ដូចជាចង់បានពីវិធីដោះស្រាយអ្នកទាំងអស់គ្នាចូលទៅមើលវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាអូខេវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹង Channel Thia សម្រាប់អ្នកដូចខាងដើមវីដេអូខ្ញុំអត់និយាយច្រើនយើងចូលទៅធ្វើការដោះស្រាយជាមួយខ្ញុំទាំងអស់គ្នាយើងចូលទៅធ្វើការដោះស្រាយនៅក្នុង setting ហើយបន្តទៀតយើងចូលទៅកន្លែង iCloud របស់យើងហើយយើងអូមក្រោមបន្តិចនេះសម្រាប់ទូរស័ព្ទរបស់ខ្ញុំអត់អាច sign out បានទេហេតុអីបានវាអត់អាច sign out បានថែមទាំងបន្លោះនេះគឺយើងអត់មានបិទទេយើងអាចចូលបានធម្មតាអូខេតោះអញ្ចឹងកុំឲ្យខាតពេលវេលាយើងចូលទៅធ្វើទាំងអស់គ្នាយើងចូលទៅក្នុង setting អញ្ចឹងមកហើយយើងអូមក្រោមយើងទៅរកពាក្យមួយដែលពាក្យគេដាក់ថា screen time យើងចូល general ហើយចូល setting ហើយគេដាក់ថា screen time យើងចុចមកហើយបន្លោះនេះផងដែរយើងធ្វើការអូមក្រោមបន្តិចមកទៅរកពាក្យថា contact និង privacy យើងចុចលើនឹងមកអានេះបើសិនជាអ្នកនរគ្នាកំណត់លេខកូដគឺអ្នកនរគ្នាត្រូវដោះលេខកូដនៅក្នុងកម្មវិធីហ្នឹងទៅប៉ុន្តែសម្រាប់ខ្ញុំគឺបានដោះហើយមួយសាហើយមុខងារបន្លោះនេះគឺយើងអត់បានបើកទេអញ្ចឹងយើងធ្វើការបើកដើម្បីចូលទៅបិទមុខងារមួយដែលយើងបានបើកពីមុនមកយើងបើកវាមកអូខេបន្លោះនេះគឺវាទាមទារលេខកូដបើសិនជាអ្នកនរគ្នាធ្លាប់ដាក់ពីមុនអញ្ចឹងខ្ញុំសូមវាយលេខកូដហើយបន្ទាប់ពីខ្ញុំវាយលេខកូដខ្ញុំបញ្ចូលហើយខ្ញុំធ្វើការអូសទៅក្រោមទៅរកមើលមុខងារពាក្យគេដាក់ថា download អញ្ចឹងអានេះគឺ allow ទាំងអស់ហើយយើងអូសមកក្រោមបន្តិចទៀតមកយើងអូសមកនេះគឺខ្ញុំធ្លាប់បិទ iCloud កន្លែង account iCloud ពីមុនពេលមុខងារហ្នឹងនៅពេលដែលខ្ញុំឈប់ប្រើគឺខ្ញុំអត់បានបិទវិញទេអញ្ចឹងយើងចូលមកបិទបន្លោះហ្នឹងវិញមកយើងចុចមកហើយបន្តទៀតយើងយកពាក្យថា allow នេះមកតោះយើង back មកហើយយើងអូសទៅលើហើយយើងធ្វើការបិទប៊ូតុងនឹងចោលមកយើងធ្វើការបិទមកអូខេគឺយើងបិទបែបហ្នឹងហើយយើង back មកវិញហើយយើងធ្វើការអូកម្មវិធីយើងចោលមកហើយយើងធ្វើការចូលសារថ្មីទៅក្នុង setting ហ្នឹងចូលទៅកន្លែង iCloud យើងធម្មតាហើយយើងអ៊ុំក្រោមវិញបើសិនជាវានៅតែអត់ឲ្យ sign out ចេញអញ្ចឹងទៀតគឺយើងត្រូវប្រកាសថា space memory របស់យើងវាពេញឬក៏អត់យើងត្រូវប្រកាសប៉ុន្តែខ្ញុំប្រកាសហើយ space memory ខ្ញុំគឺអត់ពេញទេគឺវានៅច្រើនអញ្ចឹងយើងត្រូវធ្វើវិធីមួយទៀតចូលទៅ reset all setting យើង back មកក្រោយវិញមកបន្តទៀតយើងចូលកន្លែង general អូខេយើងអ៊ុំមកក្រោមអ៊ុំមកទៀតមកហើយវានឹងដាក់ពាក្យថា transfer or reset iPhone យើងចុចលើនឹងមកបន្តមកទៀតអ្នកនរគ្នាត្រូវចុចពាក្យថា reset ខាងលើនេះហាមដាច់ខាតគឺកុំចុចខាងក្រោមបើសិនជាយើងអត់ចង់បាត់បង់កម្មវិធីទាំងអស់ចុចខាងលើបន្តមកទៀតវាចេញមុខងារជាច្រើនដែលឲ្យយើងធ្វើការកំណត់លើមុខងារវាអ្វីដែលខ្ញុំណែនាំកំពុងណែនាំអ្នកនរគ្នាគឺខ្ញុំឲ្យអ្នកនរគ្នាយកខាងលើគឺពាក្យគេដាក់ថា reset all setting បានន័យថាយើងធ្វើក៏ដូចជាសម្អាត setting យើងឲ្យដូចដើមវិញតោះយើងចុចចូលមកតទៀតយើងចុចលើនេះហើយយើងធ្វើការកំណត់លេខកូដយើងបញ្ចូលទៅបានន័យថាលេខកូដសោដៃរបស់យើងអូខេយើងវាយបញ្ចូលមកតទៀតវាសួរកូដមួយទៀតបានន័យថាកូដកន្លែង screen time ដែលយើងបានកំណត់ពីមុនណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវវាយដូចគ្នាបន្លោះហ្នឹងបើសិនជាអត់ចាំគឺចប់ដូចគ្នាទូរស័ព្ទរបស់អ្នកទាំងអស់គ្នាអូខេយើងចុចមកនេះបន្តមកទៀតវាចេញសួរថា reset all setting អូខេយើងចុច reset all setting លើនឹងមកបន្តទៀតវាសួរម្ដងទៀតយើងចុចម្ដងទៀតមកហើយយើងធ្វើការរងចាំវាបន្តិចសិនទៅវានឹងធ្វើការដំណើរការគឺវាចេញ logo បែបនេះវាដំណើរការយើងរងចាំឲ្យវាដើរចប់មកហើយអានេះបញ្ជាក់អ្នកទាំងអស់គ្នាមិនជា error ទេគឺយើងធ្វើការ reset បានន័យថាយើងចូលទៅរៀបចំ setting ឲ្យវាដំណើរការមុខងារដូចដើមវិញអញ្ចឹងណាអូខេទូរស័ព្ទយើងបានដំណើរការមកធម្មតាហើយអញ្ចឹងយើងធ្វើការអូសហើយយើងចូលទៅមើលកន្លែង iCloud យើងថាយើងអាចដោះបានឬមួយក៏អត់ចុចចូល setting តទៀតបន្លោះនេះវាយើងចុចឲ្យលើមកបើសិនជាវាចេញបែបហ្នឹងយើងចូលកន្លែង iCloud របស់យើងហើយយើងអូសមកក្រោមមកអូខេនេះអ្នកនរគ្នាឃើញស្រាប់គឺយើងអាច sign out iCloud យើងបានតែម្ដងអានេះគឺយើងអាចធ្វើការដោះស្រាយនៅពេលដែល sign out iCloud យើងបានហើយវាចេញបេតុងខ្មៅអ្នកនរគ្នាអាចធ្វើតាមវីដេអូនេះបានផងដែរហើយអញ្ចឹងអត់មានអីច្រើនទេសម្រាប់ថ្ងៃនេះគឺខ្ញុំបង្ហាញតែប៉ុណ្្នឹងឯងហើយជាចុងក្រោយអ្នកនរគ្នាកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំជារៀងរាល់សប្តាហ៍ផងដែរអូខេជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀត